អ្នកគ្រូទម្លាក់សភៅកូនសិស្សអញ្ចឹងបើសិនជានៅអាមេរិកអ្នកគ្រូនឹងទទួលបានដូចខ្លះបើសិនក្នុងនាមជាគ្រូគាត់មានសមត្ថភាពអីបើគាត់បរៀនកាយពេកឃើញអ្នកគ្នាឃើញហើយគឺគាត់ទម្លាក់សភៅតែអីលើល្បីគេនាំគ្នានិយាយថាអូគ្រូកាយមហាវិជ្ជាជីវៈបើគាត់បរៀនស្លូតពេកកូនសិស្សវាស្រឡាញ់គាត់ហើយកូនសិស្សស្រឡាញ់គាត់មកមុខជាគ្រូនឹងស្លូតកូនសិស្សច្រើនប៉ុន្តែអត់ចេះទេកូនសិស្សនឹងអ្វីងាប់បើចេះចង់ឲ្យអ្នកគ្រូនឹងគាត់ធ្វើម៉េចចង់ឲ្យគ្រូកាយឬក៏ចង់ឲ្យគ្រូនឹងស្លូតខ្ញុំសួរប៉ាម៉ាក់យើងវិញប៉ាម៉ាក់របស់កូនសិស្សសានុសិស្សទាំងអស់ហ្នឹងចង់ឲ្យអ្នកគ្រូធ្វើម៉េចហើយកូនសិស្សសានុសិស្សទាំងអស់ហ្នឹងចង់ឲ្យអ្នកគ្រូធ្វើម៉េចហើយក្នុងនាមជាកូនសិស្សសួរខ្លួនឯងថាខ្លួនឯងបានធ្វើអ្វីដែលជាកាតព្វកិច្ចខ្លួនឯងក្នុងនាមជាកូនសិស្សអត់ក្នុងនាមជាកូនសិស្សអូនឯងទៅរៀនអូនឯងត្រូវកត់មេរៀនអូនឯងត្រូវដាក់ចិត្តក្នុងការរៀនប៉ុន្តែអូនឯងអត់បានធ្វើកិច្ចការដែលអ្នកគ្រូដាក់ឲ្យអញ្ចឹងអូនឯងមានលេសឲ្យគេខ្ញុំរវល់អីគេអូនប៉ាម៉ាក់អូនឯងខណៈអូនឯងទៅរៀនប៉ាម៉ាក់អូនឯងខណៈចាំអូនឯងទៅរៀនអញ្ចឹងអូនឯងរវល់អីគេអបលវល់ហៅប៉ាម៉ាក់អូនឯងមិននិយាយជាមួយខ្ញុំហ៎រវល់អីគេកូនមួយឯងរវល់អីគេមិនខន្តាមេរៀនប៉ុណ្ណឹងវាអត់កើតសួរថាអូនឯងចង់ឲ្យអ្នកគ្រូណែងធ្វើម៉េចអូខ្ញុំអត់កាត់អត់ទៅអញ្ចឹងមែនហើយដល់ពេលគាត់ខ្វល់អូនឯងគាត់ឆ្លាញ់អូនឯងគាត់ត្រូវតែកាយឯងគាត់មានវិន័យអញ្ចឹងនៅពេលដែលគាត់មានវិន័យអូនឯងមើលទៅថាគាត់កាយឯងប៉ុន្តែចង់ក្រោយបំផុតណាគឺជាអូនឯងទេអូនឯងកុំចង់បានរបៀបព្រាននៅសហរដ្ឋអាមេរិកនេះហ៎អាណិតខ្ញុំបើព្រានតាមបែបសហរដ្ឋអាមេរិកនេះអូនឯងគ្មានអនាគតទេ